មុននឹងឈានចូលទៅទស្សនាក៏សូមធ្វើការលំអងកាយគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រទស្សនានៅរាល់តម្រុយឆ្នោតអាវងរបស់យើងខ្ញុំដែលសម្រាប់នៅថ្ងៃនេះផងដែរក៏បានយកលេខថ្មីទៀតហើយដើម្បីយកមកធ្វើការចែកជាតម្រុយឆ្នោតយួនជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងដូច្នេះហើយពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តនៅវីដេអូមួយនេះក៏សូមជួយចុច Subscribe ហើយនឹងដាក់នៅសញ្ញារូបកណ្ដឹងអាវងសូមលេខឆតដាបាឡាមអាវងសូមលេខឆតអូតង20អាវងសូមលេខឆត25អាវងសូមលេខឆតអាចសួរម្ដងទៀត